ហើយដាក់ color ស្គាល់ទៅជាប់ទេមិនថាដាក់ color ស្គាល់បើដាក់ហើយយើងជាប់ខ្លះបើថាដាក់ color ស្គាល់ពួកលងទៀតហ៎ចូលអស់ហ្មងមុនខ្ញុំដាក់ color ស្គាល់ហើយណាបងលើភ្នែកខ្ញុំដាក់ហើយខ្ញុំដាក់1 ដង 3 ដងហើយ color ស្គាល់ខ្ញុំដាក់ដូចជា2 ដងតែចូលអស់ហ្មងរត់ចូលស្បែកអស់ហ្មងវាពិបាកកន្លែងហ្នឹងបន្តិចតែធ្វើយ៉ាងណាបើសិនជាបងប្អូនទាំងនេះចង់បានមុខស្អាតបែបសុខភាពល្អគឺវាបែបហ្នឹងឯងតោះថាដាក់ color ស្គាល់យើងហត់បន្តិចស្បែកមុខយើងបើកោសិកាអត់មានរនាំងបាំងទេអញ្ចឹងពេលដែលយើងប្រើលេការពារកណ្ដាលថ្ងៃឬក៏យើងហាត់ម្សៅប្រើ custom make up មកគឺចូលផ្លុកហ្មងអត់មានកោអត់មានស្អិតអត់មានប្រតិអត់មានបតាទេមុខយើងអត់ចេះឡើងគេហៅថាប្រហោងណាពុកមុខយើងពេលដែលប្រហោងដោយសារតែកក់ស្ទះរុញយើងលាបលេការពារកណ្ដាលថ្ងៃឬក៏យើង make up យើងលាងសម្អាតវាអត់បានស្អាតអញ្ចឹងហើយពេលដែលបងប្អូនទាំងអស់គ្នាពីមួយថ្ងៃទៅមួយថ្ងៃគឺកាន់តែលក្ខណៈថាការពារកណ្ដាលថ្ងៃអាជីពមេរោគទាំងអស់ហ្នឹង make up ដែលបងប្អូនសម្អាតបានស្អាតហ្នឹងវាទុំនៅលើមុខយើងកាន់តែយូរវាបង្កទៅជាកក់ស្ទះរុញយើងឡើងមុនសាច់មុនកាយមុនក្បាលខ្មៅដល់ទៅយើងញឹកមកវាជ្រុំមកវាទៅជាមុខយើងប្រហោងណាបងប្អូនហើយបើយើងអត់បានប្រើម៉ាស់ដែលមានសារធាតុចិញ្ចឹមបតាំងស្បែកមុខចិត្តរោមទេមុខយើងក៏វាអត់ងាយស្អាតដែរអញ្ចឹងបងប្អូនទាំងគ្នាបើចង់បានមុខស្អាតកុំភ្លេចលាងសម្អាតមុខឲ្យស្អាតទី1ទី2បងប្អូនអាសាជំនួសកសិកាចាស់ចេញមួយសប្តាហ៍ឲ្យបានម្ដងបើចាំទៀតពេកក៏បានដែរជាមួយនឹងម៉ាស់អង្គនេះមកមុខបងប្អូនទាំងគ្នាស្អាតណាស់ហើយលាបពពុះស្រោមដុសកសិកាគាត់ថាស្រោមដុសកសិកានេះខ្ញុំបញ្ជាក់ថាវារៀងងាងតិចពេលដែលបងទាំងគ្នាប្រើពីដំបូងខ្ញុំនិយាយអតិថិជនច្រើនគ្នាដែរប្រហែលជាអាចថា100នាក់អាចថា40នាក់ចាស់ប្រើដំបងកម្ៅមុខពួកខ្ញុំដឹងថាបងប្អូនទាំងនេះតម្រាំតែវ័យប៉ុណ្ណខ្ញុំជាទូទៅតម្រាំតែវ័យប៉ុណ្ណខ្ញុំមិនក្រោម10ប្រែនទេដូរលទ្ធផលចុះឡើងជាពិសេសវ័យខ្ញុំធំ20ឆ្នាំតិចតួចម្សៅលាយសាហាវខ្ញុំប្រើម្សៅលាយសាហាវបងប្អូនចាឲ្យតែថាគេថាសគេលាយដាក់ស្អីដាក់ទៅខ្វល់ទេអត់ខ្វល់រឿងប៉ះពាល់អត់ខ្វល់រឿងខូចមុខថ្ងៃក្រោយខ្វល់ទេប៉ុន្តែសំណាងដែលខ្ញុំអាចកែមុខខ្ញុំបានប៉ុណ្ណេះវិញមិនមែនកែទៅ clinic អីណាលទ្ធផលរបស់ខ្ញុំនឹងឯង